ទីរួមខេត្តបាត់ដំបងបានទៅជួបលោកប្រាក់ព្រំអ្នកនិពន្ធសៀវភៅទឹកតានៅក្រុងភ្នំពេញប្រាប់ថាក្រសួងឃោសនាការបានជ្រើសរើសកាសែតអាត់សម្លេងដែលគេបោះបង់ចោលរត់រាយមករៀបចំទុកដាក់តាមក្រុមតាមពួកក្នុងនោះមានសម្លេងសម្ភាសអក្សរសាស្ត្រខ្មែរផងខ្ញុំដឹងហើយបានចំណាយដើមទុនអស់ច្រើនពាន់រៀលទិញកាសែតC60ចំនួន21ជូនលោកប្រាក់ព្រំដើម្បីស្នើសុំលោកប្រធានការិយាល័យឃោសនាការមេត្តាជួយចាត់ឲ្យអត្តសម្លេងទាំងអស់របស់សម្ដេចព្រះសង្ឃរាជជួនណាតជាមហាបណ្ឌិតអ្នករៀបចំភាសាជាតិដើម្បីផ្សព្វផ្សាយជូនកូនចៅជាតិកម្ពុជាសិក្សារៀនសូត្រតវែងទៅបុរាណភាសិតថាវប្បធម៌រលំជាតិរលាយវប្បធម៌ពន្ធរាយជាតិស្កើងស្កានលោកប្រធានការិយាល័យមានចិត្តស្នេហាភាសាខ្មែរដូចខ្ញុំដែរក៏បានចាត់ឲ្យអត្តសម្លេងសម្ភាសអក្សរសាស្ត្រទាំងនេះទុកជាដើមទុនជូនប្រជាជនដើរតាមផ្លូវឆ្ពោះទៅកាន់អរិយធម៌សម្បូររុងរឿងអើយខ្ញុំទៅចាក់ពេទ្យខ្ញុំទៅចាក់ថ្នាំអស់500រៀលហើយមិនទាន់ជាសោះចម្លើយនេះច្បាស់ណាស់គឺពូនោះមិនមែនឲ្យពេទ្យមើលមិនមែនឲ្យពេទ្យចាក់មិនមែនយកថ្នាំមកចាក់ខ្លួនគាត់ទេមិនចាក់ខ្លួនគាត់ទេអ្នកដែលឆ្លើយរបៀបនេះសឹងតែគ្រប់គ្នាសឹងតែហ្នឹងក៏ប្រើណាស់ឥឡូវសឹងតែគេប្រើដោយឡែកគេមិនមែនយកមកប្រើអញ្ចឹងទេសុំលោកផាន់ជាអាហ្នឹងគេថាស្ទើរតែស្ទើរតែឥឡូវនេះស្អីក៏សឹងស្អីក៏សឹងដល់សឹងហ្នឹងពាក្យហ្នឹងស្រុកអាត្មាស្រុកស្រែគេនិយាយទាំងសឹងផងស្អសឹងពិបាកសឹងងាប់អត់វិញគឺស្ទើរពាក្យហ្នឹងគេថាស្ទើររកលឯសឹងនោះគេនិយាយចេះគេថាយើងសពថ្ងៃកុំទៅប្រចាំគ្នាថាណានៅតិចណានៅច្រើនអីមកធ្វើការរួមគ្នានេះវាពិបាកសឹងតែទាំងអស់គ្នាគឺថាសុទ្ធតែអានឹងបានគេនិយាយសឹងសុទ្ធសឹងតែសួរថាចុះវ៉ាន់អីមាននៅក្នុងបន្ទប់នោះខ្លះមានសុទ្ធសឹងតែក្រុងដាក់អង្គក្រុងអានឹងត្រូវនិយាយសឹងពាក្យនេះគេនិយាយរីរងតាមធម្មតាទេបើនិយាយក្នុងសម្បត្តិស្នាមយកមកប្រើវាច្រឡំប្រើថាស្ទើរតែនឹងទៅបានវាច្បាស់ពិបាកស្ទើរស្លាប់ស្ទើរគឺថាវាមិនពេញជាគ្រប់គ្រាន់នេះគឺវាស្ទាក់ស្ទើរទេនឹងក៏ស្រេចនឹងប្រើចុះអត់អីទេពាក្យអនេះក៏មិនត្រូវគួរនឹងសួរទេទៅចាក់ពេទ្យចាក់អីនេះអ្នកនិយាយទេបើចង់សុំអាត្មាបញ្យល់មួយឲ្យជាហេតុថាទៅណាទេទៅបាយសិនបាយណាថ្ងៃនេះទៅផ្សារពុជទៅបាយយ៉ាងម៉េចពុជសួរគ្នាថាបាយហើយនៅអានឹងជាពាក្យគេកាត់គឺថាទទួលទានឬបរិភោគឬពិសាបាយហើយឬនៅប៉ុន្តែដល់គេនិយាយខ្លីគេថាបាយហើយនៅអូមានតែបាយអីសម្លមកហូបនំចំណីអីក៏គ្រប់ហ្នឹងហើយនិយាយតែបាយមកមុខបាត់វាគេមេរបស់ភោជនអានោះស្អាតពីប្រើទេចម្លក់ស្ដាប់គ្នាបានទៅណាឯកឧត្តមបារាំងច្រើនណាស់ដែរហ្នឹងឯកឧត្តមមានប្រសាសន៍ទៅមកបារាំងថាម៉េចទេកុំនិយាយបាយយកស្អីក៏ដោយដែលគេកាត់អញ្ចឹងគេមិននិយាយឲ្យគ្រប់អស់លោកបារាំងគេអរគុណដល់បារាំងក៏គេមានដែរជាតិណាក៏មានភាសាអូលីហ៎ទៅចិត្តអំណេកអូលីគឺថាឯក្រែនោះមិនឃើញទេគេមិនថាដេកទេមិនទទួលទាននេះគេថាឯក្រែបើពំនោះសោះគេនិយាយទៅរកក្រែនឹងគឺថាដេកទៅដេក